លោកមុនពេជ្របានប្រមូលភស្តុតាងមួយចំនួនដើម្បីដាក់បន្ទុកទៅយោធាថៃហើយទៅតុលាការអន្តរជាតិ ICC កាលពីមុនពាក្យបណ្ដឹងគឺខាងក្រមគេហៅថាតុលាការអន្តរជាតិ ICC បានទទួលនៅពាក្យបណ្ដឹងហើយឥឡូវនេះគឺកំពុងតែប្រមូលភស្តុតាងមួយចំនួនទៀតដើម្បីដាក់បន្ទុកទៅខាងយោធាថៃដែលបំពានមកលើទឹកដីកម្ពុជាក៏ដូចជាប្រជាពលរដ្ឋខ្មែរតែម្ដងឥឡូវយើងមកមើលព័ត៌មានលម្អិតតាមអ្វីដែលលោកមួនពេជ្របងប្អូនប្រកាសជាបានស្គាល់ហើយលោកមួនពេជ្រគឺជានិស្សិតខ្មែរដ៏ឆ្នើមដែលបានសិក្សានៅសហរដ្ឋអាមេរិកផ្នែកយោធាហើយឥឡូវនេះលោកកំពុងតែរៀបចំនៅភស្តុតាងមួយចំនួនបន្ថែមទៀតហើយនឹងបញ្ជីឈ្មោះអ្នកចូលរួមក្នុងការបដិងយោធាថៃទៅកាន់តុលាការអន្តរជាតិព្រហ្មទណ្ឌអន្តរជាតិគឺ ICC ដើម្បីដាក់បន្ទុកពួកមេយោធានិងថ្នាក់ដឹកនាំនយោបាយថៃពីបទឧក្រិដ្ឋកម្មរបស់ពួកគេមកលើមាតុភូមិនិងជនរួមជាតិរបស់ពួកយើងអ្វីដែលលោកមួនពេជ្រធ្វើគឺដើម្បីធ្វើយ៉ាងណាដាក់បន្ទុកឲ្យកាន់តែធ្ងន់ឲ្យពួកខាងយោធាអ្នកទទួលខុសត្រូវទៅលើសកម្មភាពដែលខ្លួនឯងបានធ្វើបាទឥឡូវយើងមកមើលអ្វីដែលលោកមួនពេជ្របានសរសេររៀបរាប់ទាំងស្រុងតែម្ដងតើមានភស្តុតាងអ្វីបន្ថែមទៀតដើម្បីដាក់បន្ទុកទៅពួកយោធាថៃហើយនឹងថ្នាក់ដឹកនាំរបស់ថៃមួយចំនួនបាទលោកបានសរសេរនៅលើទំព័រ Facebook page ដែលមានឈ្មោះថាមួនពេជ្របានសរសេររៀបរាប់ថាជនរួមជាតិជាទីគោរពពួកយើងបានដាក់ភស្តុតាងបន្ថែមនិងបញ្ជីឈ្មោះអ្នកចូលរួមចំនួន145,760 នាក់ទៅកាន់តុលាការទៅកាន់ការិយាល័យរដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិដែលហៅកាត់ថា ICC ដើម្បីដាក់បន្ទុកពួកមេយោធានិងអ្នកដឹកនាំនយោបាយថៃពីបទឧក្រិដ្ឋរបស់ពួកគេមកលើមាតុភូមិនិងជនរួមជាតិរបស់យើងភស្តុតាងមួយចំនួននោះរួមមានបាទឥឡូវយើងមកមើលភស្តុតាងអស់គ្នាទី1ការភ័យខ្លាចនិងរបួសផ្លូវចិត្តរបស់សិស្សសាលាដោយសារការវាយប្រហារនិងការទម្លាក់គ្រាប់បែករបស់យោធាថៃបាទនេះជាភស្តុតាងចំណុចទី1ដែលលោកមួនពេជ្របានធ្វើការដាក់ទៅបន្ថែមទៀតណាបងប្អូនបាទការភ័យខ្លាចហើយនឹងរបួសផ្លូវចិត្តបាទរបស់ក្មេងៗសិស្សសាលាណាបាទចំណុចទី2ការឈ្លានពាននិងរុករានចូលមកភូមិឋានផ្ទះសម្បែងរបស់ប្រជាជនខ្មែរអញ្ចឹងចំណុចទី2នេះក៏ដាក់បន្ទុកឬក៏ជាភស្តុតាងថ្មីទៀតដែលដាក់បន្ទុកទៅខាងយោធាថៃក៏ដូចជាថ្នាក់ដឹកនាំថៃទៅកាន់តុលាការអន្តរជាតិទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិដែលហៅកាត់ថា ICC ដែរបងប្អូនបាទចំណុចទី3ការរងគ្រោះឬរងគ្រោះរបួសនិងការបាត់បង់ជីវិតរបស់ប្រជាជនស៊ីវិលខ្មែរពីព្រោះសង្គ្រាមគឺពាក្យពេញទៅនឹងយោធាប៉ុន្តែខាងថៃបានធ្វើឲ្យបាត់បង់នៅអាយុជីវិតរបស់ជនស៊ីវិលខ្មែរដែលបាត់បង់ដោយសារតែការទម្លាក់គ្រាប់បែកមិនរើសទីតាំងរបស់ខាងថ្នាក់ដឹកនាំក៏ដូចជាយោធាថៃផងដែរបាទឥឡូវយើងមកមើលបន្តទៀតចំណុចមួយទៀតហ្នឹងគឺការបំផ្លាញទ្រព្យសម្បត្តិផ្ទះសម្បែងរបស់ប្រជាជនស៊ីវិលខ្មែរបាទអញ្ចឹងចំណុចនេះក៏ជាភស្តុតាងបន្ថែមទៀតផងដែរដែលខាងយោធាថៃធ្វើការបំផ្លិចបំផ្លាញផ្ទះសម្បែងទ្រព្យសម្បត្តិរបស់ប្រជាជនកម្ពុជាដែលខ្លួនចូលមកកាន់កាប់ចូលមកឈរជើងដោយខុសច្បាប់ហើយធ្វើការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិមាសប្រាក់លុយកាក់ផ្ទះសម្បែងអីគ្រប់សពបែបយ៉ាងបងប្អូនឃើញហើយគឺមានអារម្មណ៍ឈឺចាប់ខ្លាំងមែនទែនបងប្អូនប៉ុន្តែឥឡូវនេះយើងប្រម៉ែប្រមូលជាភស្តុតាងបន្ថែមទៅប្រគល់ឲ្យគេហៅថាប្រគល់ឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិគឺ ICC បន្ថែមហើយណាបងប្អូនបាទ
ចំណុចមួយទៀតការលួចឆក់ប្លន់ទ្រព្យសម្បត្តិរបស់ប្រជាជនខ្មែរចំណុចបន្តទៀតគឺការពួតយកដោយខុសច្បាប់និងហាមឃាត់ប្រជាជនខ្មែរវិលត្រឡប់ទៅកាន់លំនៅឋានរបស់ខ្លួនមិនន័យថាអត់ឲ្យចូលផ្ទះទេបាទអត់ឲ្យចូលផ្ទះសំបែងរបស់ខ្លួនវិញទេមិនន័យថាថៃហាមឃាត់មិនឲ្យចូលនឹងគឺជារឿងដែលខុសច្បាប់បន្ថែមទៀតរបស់ខាងយោធាថៃក៏ដូចជាថ្នាក់ដឹកនាំរបស់ថៃមួយទៀតការវិវហាលើទីតាំងស៊ីវិលនិងទីតាំងដែលត្រូវបានការពារដោយច្បាប់អន្តរជាតិរួមមានវត្តអារាមសាលារៀនមន្ទីរពេទ្យនិងប្រាសាទបុរាណជាដើមបាទអញ្ចឹងតកតងទៅនឹងទីតាំងដែលជនស៊ីវិលរស់នៅទីតាំងវត្តអារាមទីតាំងសាលារៀនទីតាំងមន្ទីរពេទ្យទីតាំងគេហៅថាប្រាសាទបុរាណរបស់ខ្មែរនឹងក៏ជាភស្តុតាងបន្ថែមទៀតផងដែរបងប្អូនដូច្នេះភស្តុតាងច្រើនមែនទែនដែលលោកមួនពេជ្របានបញ្ជាក់ថាបានដាក់បន្ថែមទៅ ICC ហើយបងប្អូនបាទនេះជាដំណឹងមួយហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នាជាគ្រួសារខ្មែរយើងនឹងចូលរួមទាំងអស់គ្នានៅក្នុងការប្តឹងនេះគឺឲ្យមានសមាជិកកាន់តែច្រើនគឺកាន់តែល្អអញ្ចឹងសង្ឃឹមថាបងប្អូនដែលបានទស្សនាវីដេអូនេះយើងនឹងបានបន្តចូលរួមបន្ថែមទៀតបងប្អូនបាទលោកមុនពេជ្របានសរសេរបន្តទៀតថាជនរួមជាតិជាទីរាប់អានដំណើររបស់ពួកយើងស្ថិតនៅលើផ្លូវទូចចង្អៀតនិងវែងឆ្ងាយណាស់ប៉ុន្តែបើទោះបីជាសង្ឃឹមតិចយ៉ាងណាក៏នៅតែជាក្តីសង្ឃឹមមិនថាលទ្ធផលយ៉ាងណាពួកយើងនឹងទទួលយកទាំងអស់សូមអរគុណបាទចឹងបងប្អូនដឹងស្រាប់ហើយពាក្យបន្ទិននឹងការប្តឹងនេះគឺថាយើងយ៉ាងណាក៏ជាចំណុចមួយដែលយើងបានធ្វើណាបងប្អូនចំណុចមួយដែលយើងបានធ្វើក្នុងនាមជាប្រជាពលរដ្ឋខ្មែរក្នុងនាមជាអ្នកស្រឡាញ់គេហៅថាជនជាតិខ្មែរដូចគ្នាមិនចង់ឲ្យប្រទេសដទៃមើលមកឬក៏ប្រមាថមើលងាយទឹកដីខ្មែរទេអ្វីដែលយើងអាចធ្វើបានគឺយើងធ្វើណាបងប្អូនបាទឥឡូវយើងមកមើលបន្តទៀតបងប្អូនយើងមកមើលបន្តទៀតនេះគឺ post ខ្មែរធ្វើការផ្សព្វផ្សាយពាក់ព័ន្ធទៅនឹងតើកម្ពុជាគួរធ្វើអ្វីខ្លះនៅក្នុងស្ថានភាពស្ងប់ស្ងាត់តែមិនស្ងៀមស្ងប់ស្ងាត់តែមិននៅស្ងៀមរបស់ថៃប្រើយុទ្ធសាស្ត្រស្ងប់ស្ងាត់តែមិននៅស្ងៀមទេស្ងប់ស្ងាត់មិនបាញ់មែនប៉ុន្តែដើរពាត់យកនេះពាត់យកនោះតើកម្ពុជាគួរធ្វើអ្វីខ្លះក្នុងស្ថានភាពថៃស្ងប់ស្ងាត់តែមិនស្ងៀមនេះបាទឥឡូវយើងមកមើលបន្តស្ថានភាពជម្លោះកម្ពុជាថៃហាក់នៅត្រឹងគិតត្រឹមថ្ងៃទី27និងបន្ទាប់ពីការដោះលែងទាហានកម្ពុជា18រូបនៅថ្ងៃទី31ខែធ្នូប៉ុន្តែស្ថានភាពស្ងប់ស្ងាត់នេះភាគីថៃមិននៅស្ងៀមនោះទេដោយផ្នែកខ្លះនៃតំបន់ព្រំដែនកម្ពុជាដែលមានវត្តមានយោធាថៃត្រូវបានរាយការណ៍ថាមានសកម្មភាពដាក់ទូកុងតឺន័រនិងឈូសឆាយផ្ទះសម្បែងប្រជាពលរដ្ឋខ្មែរណាអញ្ចឹងសកម្មភាពរបស់យើងគឺស្ងប់ស្ងាត់តែមិនស្ងៀមវាផ្សេងហើយសកម្មភាពរបស់ថៃស្ងប់ស្ងាត់តែមិននៅស្ងៀមក៏វាផ្សេងដូចគ្នាណាបងប្អូនបាទអញ្ចឹងតើកម្ពុជាយើងគួរប្រើវិធីអីដើម្បីទប់ទល់ទៅនឹងសកម្មភាពមិននៅស្ងៀមរបស់ថៃនេះបាទស្របពេលជាមួយគ្នានេះភាគីថៃបន្តពន្យាពេលកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកដែលហៅកាត់ថា JBC ដែលជាយន្តការទ្វេភាគីចាំបាច់នៅក្នុងការរកដំណោះស្រាយជម្លោះព្រំដែនដោយសន្តិវិធីនៅក្នុងស្ថានភាពដែលស្ងប់ស្ងាត់បែបនេះអ្នកវិភាគលើកឡើងនៅកិច្ចការចាំបាច់និងបន្ទាន់មួយចំនួនដែលកម្ពុជាត្រូវធ្វើបាទ
លោកបណ្ឌិតកិនភៀដែលជាប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជាបានថ្លែងថានៅក្នុងស្ថានភាពបច្ចុប្បន្ននេះកម្ពុជាត្រូវបន្តយន្តការផ្លូវច្បាប់ពោលគឺបដិងថៃចំពោះសកម្មភាពឈ្លានពាននិងឧក្រិដ្ឋកម្មនៃការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិលអាយុជីវិតនិងទ្រព្យសម្បត្តិជនស៊ីវិលទៅស្ថាប័នពាក់ព័ន្ធអន្តរជាតិទាំងអស់ស្របពេលជាមួយគ្នានេះកម្ពុជាក៏ត្រូវប្រឹងបន្ថែមទៀតលើកិច្ចការងារការទូតនិងផ្សព្វផ្សាយឲ្យអន្តរជាតិបានដឹងបានឮយ៉ាងទូលំទូលាយបាទនេះជាអ្វីដែលលោកបណ្ឌិតកិនភៀលើកឡើងថាកម្ពុជាគឺត្រូវតែធ្វើសកម្មភាពមួយចំនួនទាំងអស់នេះលោកថ្លែងថាកម្ពុជាត្រូវកត់ត្រានិងធ្វើរបាយការណ៍ឲ្យបានច្បាស់លាស់នៅបទឧក្រិដ្ឋនានាដែលទាហានឈ្លានពានថៃបានប្រព្រឹត្តមកលើកម្ពុជាពលរដ្ឋកម្ពុជាទ្រព្យសម្បត្តិកម្ពុជាយើងត្រូវឲ្យពួកគេសងមកវិញទាំងអស់នៅយុត្តិធម៌និងការខូចខាតទាំងអស់ដែលពួកគេបានធ្វើមកលើប្រជាជាតិរបស់យើងបាទរឿងសំខាន់មួយទៀតដែលលោកបណ្ឌិតកិនភៀបានស្នើឡើងថាកម្ពុជាត្រូវតែរួបរวมសាមគ្គីឲ្យបានរឹងមាំជាធ្លុងមួយប្រឆាំងនឹងសត្រូវឈ្លានពានរួមហើយក្នុងស្ថានភាពដ៏លំបាកនេះខ្មែរមិនអាចបែកបាក់សាមគ្គីជាដាច់ខាតបាទចឹងស្ថានភាពជាស្ថានភាពដែលខ្មែរមិនអាចបែកបាក់បានទេបាទខ្មែរមិនអាចបែកបាក់នៅសាមគ្គីភាពបានទេនេះជាអ្វីដែលលោកបណ្ឌិតកិនភៀបានធ្វើការលើកឡើងក៏ដូចជាក្នុងនាមយើងជាប្រជាពលរដ្ឋខ្មែរក្នុងនាមយើងជាជនជាតិតែមួយក៏មិនគួរក៏បីបែកបាក់គ្នាទេពីព្រោះកាលណាតែយើងមាននៅការបែកបាក់គឺវាអត់ផ្ដល់ផលចំណេញអ្វីដល់ប្រទេសជាតិរបស់យើងទេវាមានតែការអន់ថយបាទដូច្នេះការរួបរวมសាមគ្គីគឺជាគោលសោគន្លឹះសម្រាប់ការដោះស្រាយបាទឥឡូវយើងមកមើលបន្តកាលពីសប្តាហ៍មុនថៃបានបដិសេធកិច្ចប្រជុំ JBC ដែលកម្ពុជាបានស្នើធ្វើឡើងក្នុងសប្តាហ៍ទី1នៃខែមករានេះក្រោយពេលបដិសេធកម្ពុជាក៏បានដាក់សំណើរៀបចំកិច្ចប្រជុំម្ដងទៀតនៅសប្តាហ៍ទី2ឬសប្តាហ៍ទី3នៃខែមករាដដែលនឹងធ្វើឡើងនៅខេត្តសៀមរាបប៉ុន្តែមិនទាន់មានការឆ្លើយតបពីភាគីថៃនោះទេបាទពាក់ព័ន្ធទៅនឹងការពន្យាពេលកិច្ចប្រជុំនេះអ្នកជំនាញផ្នែកច្បាប់ម្នាក់គឺលោកសុកសំអឿនបានថ្លែងនៅលើបណ្ដាញសង្គមថាថៃរកលេសពន្យាពេលកិច្ចប្រជុំនេះពីព្រោះប្រសិនបើពួកគេចូលរួមកិច្ចប្រជុំមានន័យថាទីតាំងដែលពួកគេជួបកំពុងឈរជើងបន្ទាប់ពីសង្គ្រាម21ថ្ងៃពួកគេមិនមានសិទ្ធិកាន់កាប់នោះទេឬនឹងត្រូវលះបង់ដីដែលដណ្ដើមបានមកកម្ពុជាវិញដូច្នេះហើយបានជាថៃរកលេសផ្សេងដើម្បីគេចពីកិច្ចប្រជុំ JBC បាទលោកសុកសំអឿនថ្លែងថាក្នុងស្ថានភាពនេះកម្ពុជាត្រូវតែរកវិធីជំរុញឲ្យថៃចូលរួមកិច្ចប្រជុំនេះហើយស្របពេលជាមួយគ្នានេះកម្ពុជាត្រូវប្រើយន្តការអង្គការសហប្រជាជាតិដោយដាក់ពាក្យបណ្ដឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងអគ្គលេខាធិការអង្គការសហប្រជាជាតិទាមទារឲ្យថៃដកទ័ពនិងសងការខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋនិងប្រាង្គប្រាសាទនិងជំរុញឲ្យថៃងាកមករកយន្តការគណៈកម្មការកំណត់ព្រំដែនឡើងវិញបាទលោកថ្លែងថាប្រសិនបើថៃនៅតែមិនព្រមកម្ពុជាអាចដាក់ពាក្យបណ្ដឹងទៅតុលាការអន្តរជាតិ ICJ រឿងព្រំដែននិងបណ្ដឹងថៃទៅតុលាការព្រហ្មទណ្ឌអន្តរជាតិពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិឬឧក្រិដ្ឋកម្មសង្គ្រាមឬឧក្រិដ្ឋកម្មឈ្លានពានប្រសិនបើយើងមានភស្តុតាង
គ្រប់គ្រាន់បាទនេះជាអ្វីដែលលោកសុកសំអឿនធ្វើការលើកឡើងពាក់ព័ន្ធទៅនឹងរឿងដែលថៃឆ្លៀនពៀននេះដែរបាទលោកបន្តថាប្រសិនបើសង្គ្រាមនេះត្រូវបានបញ្ចប់ដោយការចរចារវាងកម្ពុជានិងថៃការទទួលខុសត្រូវប្រហែលជាទៅធ្លាក់ទៅលើរាជរដ្ឋាភិបាលរៀងខ្លួនព្រោះថៃប្រកាសជាដាក់លក្ខខណ្ឌមិនឲ្យកម្ពុជាទាមទារអ្វីនោះទេកម្ពុជាក៏ប្រហែលជាអាចនឹងទទួលតាមលក្ខខណ្ឌនេះពីព្រោះដើម្បីបញ្ចប់សង្គ្រាមនិងរក្សាសន្តិភាពបាទចំពោះជំរឿនៃការបដិងទាមទារសំណងលោកថ្លែងថាកម្ពុជាបង្ហាញថាការប្រើកម្លាំងបំផ្លិចបំផ្លាញនិងការលួចប្លន់នោះគឺជាការប្រើប្រាស់កម្លាំងដោយខុសច្បាប់ហើយទី2ត្រូវបង្ហាញថាការខូចខាតនោះគឺជាហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាទ្រព្យសម្បត្តិប្រជាជនស៊ីវិលមិនមែនជាទីតាំងរបស់យោធានោះទេបាទលោកលើកទឹកចិត្តឲ្យមានការធ្វើកំណត់ហេតុច្បាស់លាស់ដូចជាភស្តុតាងជារូបថតឬវីដេអូបង្ហាញពីវត្តមានផ្ទះមានបញ្ជីសម្ភារៈអ្វីខ្លះដែលបានបន្សល់ទុកនៅទីនោះនិងមានទីតាំងច្បាស់លាស់នៃផ្ទះនោះបន្ថែមពីលើនេះក៏ត្រូវបញ្ជាក់ពីតម្លៃសរុបនៃទ្រព្យសម្បត្តិដែលបានបាត់បង់បាទលោកថ្លែងដោយលើកយកនៅភូមិព្រៃច័ន្ទមកធ្វើជាឧទាហរណ៍ថាប្រសិនបើថ្ងៃក្រោយភូមិព្រៃច័ន្ទនោះត្រូវបានចាត់ទុកវាស្ថិតនៅលើដីខ្មែរពេលនោះកម្ពុជាអាចប្តឹងទាមទារសំណងបានចំពោះនីតិវិធីនៃការប្តឹងលោកថាប្រជាពលរដ្ឋម្នាក់អាចធ្វើបណ្ដឹងរៀងខ្លួនហើយអាចដាក់ពាក្យប្តឹងជាឯកជនឬជាក្រុមការងាររាជរដ្ឋាភិបាលបន្ថែមពីលើនេះរាជរដ្ឋាភិបាលក៏គួរតែបង្កើតនូវក្រុមការងារស៊ើបអង្កេតមួយដើម្បីប្រមូលភស្តុតាងទាំងនោះជាពិសេសអគារនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលរបស់រដ្ឋទាំងឡាយលោកថាការប្រមូលនូវព័ត៌មានទាំងនេះគឺដើម្បីឲ្យរាជរដ្ឋាភិបាលត្រៀមជាឯកសារដាក់ពាក្យបណ្ដឹងទៅយន្តការអង្គការសហប្រជាជាតិនិងតុលាការអន្តរជាតិបាទនេះជាចំណុចសំខាន់មួយផងដែរបងប្អូនជាចំណុចសំខាន់ដែលពាក់ព័ន្ធទៅនឹងរឿងបណ្ដឹងនេះគឺត្រូវមានភស្តុតាងហើយត្រូវមាននីតិវិធីនេះជាអ្វីដែលលោកបានលើកឡើងមកនេះជាចំណុចមួយសំខាន់ហើយសង្ឃឹមថាយើងនឹងអាចមានលទ្ធភាពនៅក្នុងការបដិងទាមទារខាងយោធាថៃឲ្យងាកមកគោរពនៅច្បាប់អន្តរជាតិជាបន្ទាន់តែម្ដងបាទពីព្រោះកុំឲ្យប្រជាពលរដ្ឋខ្មែរមានការខូចខាតបាទចឹងសម្រាប់វីដេអូនេះយើងមានប៉ុណ្ណឹងបងប្អូនហើយជួបគ្នានៅវីដេអូក្រោយជាបន្តទៀតខណៈពេលនេះខ្ញុំបាទសូមអរគុណសូមគោរពលាបាទ